យើងញ៉ាំបែបបងអូនចង់ញ៉ាំបែបណាដែរចង់ចិត្តឬក៏ចង់ចិត្តដូចលភាយើងជ្រៀកវាចេះផ្លែក្រូចគឺយើងដាក់ជីយើងដាក់នេះអូខេកាហ្វេចូលទូទឹកកកវាកកឡើងចាប់ផ្ដើមចាក់វាអញ្ចឹងបងប្អូនជួយចិត្តញ៉ាំទឹកដោះគោខាប់រសជាតិបែបម៉េចដាក់មកណាអូខេយើងដាក់អញ្ចឹងណាដាក់ចុងទូទឹកកកឲ្យរៀងកកចេញដូចជាទឹកកកឈូសញ៉ាំណាដើម្បីដាក់វាចូលទៅគឺត្រជាក់ឆ្ងាញ់ញ៉ាំដូចទឹកកកឈូសចិត្តតិចចាំមើលខ្ញុំចាក់វាចូលយើងចាប់ដើមដាក់វាកកហើយយើងយកទៅមកឲ្យបានប៉ុណ្ណឹងតមកយើងដាក់តមកយើងដាក់កាហ្វេឲ្យយើងដាក់ឲ្យកកនឹងចូលទៅវាខ្លាយទៅជាបង្អែមផ្លែឈើស្រស់យើងញ៉ាំវាដូចជាទឹកដោះគោអញ្ចឹងនេះគឺជាបង្អែមផ្លែឈើស្រស់យើងជ្រុំវាទៅវ៉ាវឆ្ងាញ់ណាស់ជាមួយនឹងទឹកដោះគោគេមើលរសជាតិពេលយើងបានរីគ្រឿងផ្សំវាហើយដឹងតែឆ្ងាញ់ណាស់ឆ្ងាញ់មកតែចាឆ្ងាញ់ឈ្ងុយថាមួយចុះទៅវិញពីក្រោយពី